ការស្ដាប់រឿងនិទានរឿងមេកូកូនគោនិងខ្លាកាលពីព្រៃនាយមានសត្វ3ក្បាលគឺមេកូ1កូនគោ1និងខ្លាធំ1ត្រាច់ស្វែងរកអាហារក្នុងព្រៃតែមួយខ្លាឃើញមេកូក៏លេបបង្គ្រប់ចាប់បានប៉ងនិងខំស៊ីតែមេកូអង្វរសូមអ្នកអាណិតខ្ញុំផងដោះលែងឲ្យខ្ញុំទៅបំបៅកូនសិនបំបៅហើយខ្ញុំត្រឡប់មកឲ្យអ្នកស៊ីវិញខ្លាក៏ព្រមធ្វើតាមដោយពីអង្វរខ្លាំងពេកមេកូបាននិយាយដោយរដេបរដប់ក្តុកក្តួលក្នុងឱរាថាកូនឯងខំប្រឹងបៅឲ្យច្រើនទៅណាកូនព្រោះម៉ែបានសន្យាជាមួយខ្លាថានឹងត្រឡប់ទៅឲ្យគេស៊ីវិញកូនគោឮដូច្នោះក៏លែងមានអារម្មណ៍បៅទៀតវាធ្វើដំណើរទៅជាមួយមេកូពេលដើរទៅឃើញខ្លាភ្លាមកូនគោក៏អង្វរខ្លាធំថាម៉ែខ្ញុំមានគុណចំពោះខ្ញុំណាស់សូមលោកម្ចាស់ស៊ីខ្ញុំវិញទៅសូមមេត្តាជួយបំពេញបំណងខ្ញុំផងលោកម្ចាស់ដោយសារតែអំណាចនៃភាពកតញ្ញូរបស់កូនគោដូច្នោះខ្លាក៏មានចិត្តអាណិតអាសូរដោះលែងមេកូនិងកូនគោនោះទៅ